បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរចង់បង្ហាញពីមុខម្ហូបមាន់ដុតទឹកដូងបាទអញ្ចឹងគ្រឿងផ្សំយើងមានស្គល់ស្ក្រៃដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមក្នុងនោះដែរខ្ញុំក៏បង្ហាញបន្ថែមទៅលើស្លឹកតយដើម្បីឲ្យវាក្លិនឈ្ងុយហើយមានដូងមួយផ្លែហើយសម្រាប់ស្ករប៊ីចេងរ៉ូឌីបាទប្រេងខ្យងទឹកត្រីទឹកស៊ីអ៊ីវយើងបន្ថែមតិចទៅហើយមាន់យើងអាចដុតទាំងមូលក៏បានដុតមួយជាហៀងក៏បានដែរសម្រាប់សាច់ដូងខ្ញុំដាក់បន្ថែមហ្នឹងហើយនៅក្នុងនោះដែរហើយបន្លែយើងមានសាឡាត់ស្ពៃក្តោបត្រសក់បាទហើយសម្រាប់ទឹកត្រីយើងបុកហើយបាទទឹកត្រីបុកឲ្យហើយស្រេចបាទសូមរីករាយទស្សនាដូចតទៅបាទដំបូងនេះយើងរៀបចំឆ្នាំងហើយយើងដាក់បាទគល់លខីខ្ទឹមសខ្ទឹមក្រហមចាក់ចូលឆ្នាំងសិនបាទចាំមកស្រួលៗបងប្អូនអរគ្នាបាទបន្ទាប់ពីរៀបបាទគ្រឿងទ្រាប់បានឆ្នាំងហើយបន្ទាប់ពីរៀបឲ្យស្អាតចឹងទៅបាទកុំឲ្យវាខ្លោចអញ្ចឹងហើយបន្ទាប់ពីហ្នឹងយើងសម្រាប់មាន់យើងត្រូវបាទលាបរ៉ូឌីហើយនឹងប្រេងខ្យងមុននឹងយើងដាក់ចូលឆ្នាំងបាទចំពោះមាន់យើងដាក់រ៉ូឌីបន្តិចមកដើម្បីលាបវាពីលើបាទប៉ុណ្ណឹងហើយមានប្រេងខ្យងបន្តិចបាទតទៅពីប្រេងខ្យងហើយយើងចាក់ស្ករបន្តិចបាទលាយគ្រឿងហើយលាបលើមាន់ហ្នឹងហើយនឹងបិទជែងហើយបន្ថែមទឹកត្រីដែលយើងបុកហ្នឹងបានតិចបាទឲ្យចាប់ជាតិហើយបន្ទាប់ពីហ្នឹងហើយយើងដាក់ទឹកស៊ីអ៊ីវបន្តិចរួចបាទបន្ទាប់ពីហ្នឹងយើងធ្វើការច្របូកវាចូលជាមួយសាច់មាន់ទៅវាចូលជាតិតិចពីច្របូកចូលជាតិហើយយើងផ្អាប់ទុកប្រហែលជា5នាទីបាទបន្ទាប់ពីយើងផ្អាប់ឲ្យមាន់ចូលជាតិជាមួយគ្រឿងដែលយើងដាក់មុនហ្នឹងឥឡូវចំពោះទឹកដូងយើងចាក់ចូលឆ្នាំងតែម្ដងបាទចាក់ចូលមកបាទបន្ទាប់ចាក់ដូងហើយដោយសារសាច់វានៅសល់អញ្ចឹងទៅកាប់វាដាក់សាច់ដូងបន្ថែមណាបងប្អូនដោយសារមុនហ្នឹងខ្ញុំកាប់ដូងហើយចំពោះសាច់ដូងអាចញាត់ចូលក្នុងមាន់ក៏បានបងប្អូនបាទហើយដូងសាច់ដូងដែលនៅសល់អាចចាក់ចូលក្នុងឆ្នាំងបន្ថែមតបពីរៀបចំក្នុងឆ្នាំងរួចរាល់ហើយយើងអាចធ្វើការដាក់មាន់ចូលបានបាទមាន់យើងទំរៀបមកឲ្យសមសួនមកក្នុងឆ្នាំងហ្នឹងបាទដោយសារយើងរៀបចំមាន់ដាក់ក្នុងឆ្នាំងរួចរាល់ហើយពុកម៉ែបងប្អូនអរគ្នាឥឡូវយើងកាច់ហ្គាសដាក់ភ្លើងរឹមទៅជាការស្រេចហើយយកកម្របក្របវាប្រហែលជាអាច20នាទីទៅម៉ោង30នាទីអញ្ចឹងសូមរីករាយទស្សនាបន្តទៅទៀតបងប្អូនបាន5នាទីហើយអូឈ្ងុយឈ្ងុយមែនតើបាទយើងមកងាស់រហូតដល់យើងហៀងទឹកដូងទៅឆ្អិនហើយជាការស្រេចហើយទៅបាន10នាទីទៀតបាទពុកម៉ែបងប្អូនអរគ្នាបានរយៈពេល15នាទីហើយបងប្អូនអរគ្នាអញ្ចឹងចាំមើលពីទៀតឆ្អិនហើយរួចរាល់ជាការស្រេចបាទចំពោះមុខនេះងាយស្រួលធ្វើមែនតើបងប្អូនអាចធ្វើជួបជុំបងប្អូនពេលចូលឆ្នាំខ្មែរបាទពេលជួបជុំនេះអាចដុតអស់គ្នាបានបងប្អូនមែនតើយើងចិត្តបានញ៉ាំហើយប្រហែលជា5នាទីទៀតរួចរាល់ហើយបងប្អូនអញ្ចឹងសូមរីករាយទស្សនា
នឹងទៀតមកអរគុណ បាទឥឡូវនេះឆ្អិនជាការស្រេចបន្ទាប់ពីហ្នឹងយើងលើកដាក់ចូលថាសដែលមានបន្លែយើងរៀបចំរួចរាល់ហើយអញ្ចឹងឥឡូវនេះយើងរៀបចំហើយយើងលើកមាន់ដាក់ចូលជាការស្រេចរួចរាល់ជាការស្រេចអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបានចំណាយពេលវេលាទស្សនាពីដើមរហូតដល់ចប់បាទសូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អបាទរកទទួលទានមានបានហើយសូមបងប្អូនខមមិននៅវីដេអូរបស់ខ្ញុំនេះបើសិនជាបងប្អូនចង់ខ្ញុំបង្ហាញមុខម្ហូបណាផ្សេងទៀតអញ្ចឹងសូមបងប្អូនជួយខមមិនយើងនឹងធ្វើតាមសំណុំពររបស់បងប្អូនបាទចំពោះកំហុសខុសឆ្គងសូមលើកលែងអភ័យទោសចំពោះរាល់កំហុសខុសឆ្គងពីពេចន៍សម្ដីត្រង់ណាមិនសមរម្យបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត